อนดดเครื่องหมกนี่แฮมบาดฉลุตักฉลุก็ชิงได้อย่าแต่มอนบ่ยังดดจังมาซัดหลังโจจีดត្រូវដល់ថ្ងៃចូលឆ្នាំផងណាមកនឹងគឺខ្ញុំកក់សម្រាប់ធ្វើញ៉ាំជួបជុំជាមួយមិត្តភ័ក្តិហើយនឹងបងប្អូនមកគ្រឿងផ្សំដំបូងហ្នឹងគឺយើងមានមន់មួយក្បាលអានេះគឺទម្ងន់វាប្រហែលជា1គីឡូហើយយើងវះវាតិចៗអញ្ចឹងមកបងប្អូនបន្ទាប់មកគឺខ្ញុំមកហាន់គ្រឿងមានកស្លឹកគ្រៃរំដេងស្លឹកក្រូចល្មៀតខ្ទឹមសជាមួយម្ទេសអីហ្នឹងអានេះគឺរបៀបតាគ្រឿងបុកដែរគ្រាន់តែថាយើងកិនខ្លួនឯងឬក៏បុកខ្លួនឯងថ្មីអញ្ចឹងទៅវាឈ្ងុយជាងបន្ទាប់មកខ្ញុំមកលាយគ្រឿងសម្រាប់ប្រឡាក់មន់ហ្មងទឹកស៊ីអ៊ីវធម្មតាខ្ញុំប្រើ2ស្លាបព្រាបាយទឹកត្រី1ស្លាបព្រាបាយស៊ីអ៊ីវខាប់2ស្លាបព្រាបាយប្រេងខ្យង3ស្លាបព្រាបាយម្សៅស៊ុបបន្តិចប៊ីចេងតែស្ករ1ស្លាបព្រាកាហ្វេកន្លះហើយបន្ថែមទឹកឆ្អិនបន្តិចមកគ្រឿងក្រូចទាំងអស់នេះគឺយើងភ្លក់បានទេណាបងប្អូនរសជាតិយកឲ្យរៀងដិតបន្តិចមកព្រោះពេលដែលយើងប្រឡាក់ចូលទៅក្នុងមាន់ទៅវាអត់ចូលជាតិបាន 100% ទេហើយសម្រាប់ការប្រឡាក់យើងប្រឡាក់ទាំងខាងក្រៅទាំងខាងក្នុងមាន់ដែរប្រឡាក់ជាមួយគ្រឿងមិញហើយចាំបងប្អូនយកគ្រឿងបុកដែលយើងបានបុកហ្នឹងមកប្រឡាក់ទាំងខាងក្នុងទាំងខាងក្រៅហើយក្នុងពុះមាន់យើងបន្ថែមស្លឹកគ្រៃជាមួយនឹងស្លឹកក្រូចរំដេងតិចទៅដើម្បីវាមានក្លិនកាន់តែឈ្ងុយហើយបន្លែស្ពៃក្តោបក៏យើងប្រឡាក់ជាមួយទឹកគ្រឿងមិញដែរណាបងប្អូនហើយសម្រាប់មាន់ផ្អាប់ទុកប្រហែលជាខ្ទង់15នាទីអីសិនទៅចាំយើងរៀបចំយកទៅដុតផ្នែកបាតយើងទ្រាប់គល់ស្លឹកគ្រៃចាក់ប្រេងឆាបន្តិចមកហើយបើកភ្លើងតិចៗមកល្មមបានហើយទឹកត្រីវិញបងប្អូនចង់ញ៉ាំជាមួយទឹកត្រីកោះកុងក៏បានឬក៏ធ្វើបែបកូនកាត់ដូចខ្ញុំអញ្ចឹងក៏បានដែរបងប្អូននេះគ្រាន់តែខ្ញុំបន្ថែមតៅហ៊ូបន្តិចជាមួយទឹកដោះគោខាប់បន្តិចដែររសជាតិនឹងស្រដៀងគ្នាទេបងប្អូនគ្រាន់តែថានេះញ៉ាំទៅគឺរបៀបបែបព្រៀងខ្ទិះវាអត់សូវមុតដិតដូចទឹកត្រីកោះកុងហ្មងទេសម្រាប់មាន់របស់យើងអាសាប្រែវាបងប្អូនហើយកុំភ្លេចយកទឹកគ្រឿងដែលនៅសល់នឹងលាបវាតិចៗផងបងប្អូនដើម្បីឲ្យរសជាតិរបស់វានឹងគឺចូលជាតិសព្វទៅក្នុងសាច់នឹងមើលតែវាចិត្តឆ្អិនល្មមហើយចាំយើងដាក់ស្ពៃក្តោបចូលជាមួយគ្នាទុកឲ្យបន្លែយើងឆ្អិនប្រហែលជាខ្ទង់7-8នាទីអីទៅគឺរួចរាល់យើងអាចយកទៅញ៉ាំបានហើយសាច់មាន់របស់យើងចេញមកសបល់ឡើងក្រហមស្អាតល្អអញ្ចឹងហ្មងហើយមាន់គឺចូលជាតិណាបងប្អូននិយាយទៅគឺមកល្មមឆ្ងាញ់ហ្មងអានេះមិនបាច់ជ្រលក់ទឹកជ្រលក់ក៏បានដែរគ្រាន់តែថាយើងមានបន្លែមានអីចឹងទៅតើតែមានទឹកជ្រលក់ញ៉ាំជាមួយសម្រាប់អានេះបងប្អូនចង់យកទៅអាំងក៏បានដែររបៀបធ្វើរបៀបប្រឡាក់នឹងគឺដូចគ្នាអញ្ចឹងខ្ញុំបានមកដុតឆ្ងាញ់អញ្ចឹងដឹងតែអត់ភ្លេច Gainsberg ហ្មងមានក្នុងទូទឹកកកស្រាប់ក្លាសិកតិចញ៉ាំជាមួយគ្នាទៅគឺកាន់តែមានរសជាតិឆ្ងាញ់ថែមមកកម្រិតទៀតវីដេអូរបស់ខ្ញុំក៏មានតែប៉ុណ្្នឹងដែរបងប្អូនកុំភ្លេចធ្វើមកមុខនេះញ៉ាំក្នុងឱកាសបុណ្យចូលឆ្នាំថ្មីជាមួយមិត្តភ័ក្តិឬក៏គ្រួសារបងប្អូនអីចឹងទៅធានាថារសជាតិនឹងគឺឆ្ងាញ់ជាប់ចិត្តហ្មង